រាល់ថ្ងៃលុយចូលហូរហែតែចុងខែអត់ឃើញលុយសល់តើអ្នកពិតជាដឹងទេថាអាជីវកម្មរបស់លោកអ្នកចំណេញឬខាតដើម្បីឈប់ច្រឡំរវាងលុយលក់បាននិងលុយចំណេញអ្នកត្រូវតែស្គាល់របាយការណ៍ចំណេញខាតវាជារបាយការណ៍មួយដែលបង្ហាញពីចំណូលចំណាយនិងប្រាក់ចំណេញពិតប្រាកដក្នុងរយៈពេលមួយឧទាហរណ៍ងាយៗខែនេះអ្នកលក់បានលុយសរុប$1000ដកជាមួយថ្លៃដើមទំនិញ$600ចេញអ្នកនៅសល់ចំណេញដល់$400ប៉ុន្តែប៉ុណ្ណឹងមិនមែនជាប្រាក់ចំណេញរបស់លោកអ្នកទេលោកអ្នកត្រូវតែដកចេញនៅចំណាយប្រតិបត្តិការ$300ទៀតដូចជាថ្លៃជួលហាងប្រាក់ខែនិងថ្លៃទឹកភ្លើងដូច្នេះប្រាក់ចំណេញសុទ្ធពិតប្រាកដរបស់លោកអ្នកគឺសល់តែ$100តែប៉ុណ្ណោះការធ្វើរបាយការណ៍នេះនឹងជួយអ្នកឲ្យមើលឃើញនៅចំណាយខ្ជះខ្ជាយកំណត់ថ្លៃដើមបានត្រឹមត្រូវនិងដឹងច្បាស់ពីអាជីវកម្មគួរពង្រីកនិងត្រូវប្រុងប្រយ័ត្នតើអាជីវកម្មរបស់អ្នកបានធ្វើរបាយការណ៍ចំណេញខាតទៀងទាត់ដែរឬទេបើមានចម្ងល់ឬជួបបញ្ហាក្នុងការរៀបចំអាច comment សួរខាងក្រោមបាន